ឥឡូវនេះចូលមកដល់សំណួរទាក់ទងនឹងសង្គ្រាមរវាងកម្ពុជានិងថៃសំណួរទី1គេសួរថាតើសង្គ្រាមឈ្លានពានសៀមមកលើប្រទេសកម្ពុជាក្នុងឆ្នាំ2025មានចំនួនប៉ុន្មានលើកសំណួរទី2គេសួរថាតើសង្គ្រាមឈ្លានពានបង្កវិនាសកម្មអ្វីខ្លះហើយសំណួរទី3គេសួរថាតើរដ្ឋាភិបាលកម្ពុជាមានដំណោះស្រាយនិងយន្តការដោយម្ដេចសំណួរទី4គឺសួរថាតើទីតាំងណាខ្លះដែលសៀមបានបើកការវាយប្រហារមកលើទឹកដីប្រទេសកម្ពុជាសំណួរទី5ចុងក្រោយគឺសួរថាតើបរទេសបានជួយអ្វីខ្លះក្នុងជម្លោះសង្គ្រាមរវាងខ្មែរនិងសៀមក្នុងឆ្នាំ2025ឥឡូវនេះយើងចូលមកដល់ចម្លើយទី1គឺឆ្លើយថាសង្គ្រាមឈ្លានពានសៀមមកលើប្រទេសកម្ពុជាក្នុងឆ្នាំ2025មានចំនួន2លើកធំៗគឺលើកទី1គឺនៅថ្ងៃទី28ឧសភា2025នៅតំបន់ចំនួនព្រំដែនជិតព្រះវិហារលើកទី2គឺនៅថ្ងៃទី24កក្កដា2025ការប៉ះទង្គិចបានរីករាលដាលនៅតាមតំបន់ព្រំដែនជាច្រើនហើយចំណុចទី2គេឆ្លើយថាសង្គ្រាមឈ្លានពានបង្កវិនាសកម្មរួមមានទី1បណ្ដាលឲ្យមានអ្នកស្លាប់និងរងរបួសទី2ប្រជាពលរដ្ឋជាច្រើនត្រូវភៀសខ្លួនចេញពីតំបន់ជម្លោះទី3ខូចខាតហេដ្ឋារចនាសម្ព័ន្ធសាលារៀនផ្ទះសម្បែងនិងទ្រព្យសម្បត្តិទី4ប៉ះពាល់សេដ្ឋកិច្ចពាណិជ្ជកម្មនិងការធ្វើដំណើរតាមព្រំដែនទី5ប៉ះពាល់ដល់ការអប់រំនិងសេវាសុខាភិបាលចំណុចទី3គេឆ្លើយថារដ្ឋាភិបាលកម្ពុជាដោះស្រាយនិងចាត់វិធានការដូចជាប្រើយន្តការការទូតនិងការចរចាជាមួយភាគីថៃបញ្ជូនកងកម្លាំងការពារបូរណភាពទឹកដីស្នើឲ្យអង្គការអន្តរជាតិនិងអាស៊ានជួយសម្របសម្រួលជំរុញការដោះស្រាយជម្លោះដោយសន្តិវិធីនិងតាមច្បាប់អន្តរជាតិដល់ជំនួយមនុស្សធម៌ដល់ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ចំណុចទី4គឺឆ្លើយថាទីតាំងដែលត្រូវសៀមបានបើកការវាយប្រហារមកលើទឹកដីប្រទេសកម្ពុជាតំបន់ដែលមានការប៉ះទង្គិចសំខាន់រួមមានតំបន់ជិតប្រាសាទព្រះវិហារតំបន់ចុងបូកឬមុំបីតំបន់ប្រាសាទតាម៉ុនធំតំបន់ព្រំដែនក្នុងខេត្តឧត្តរមានជ័យនិងតំបន់ព្រំដែនមួយចំនួនក្នុងខេត្តព្រះវិហារចម្លើយទី5គឺឆ្លើយថាបរទេសបានជួយកម្ពុជាក្នុងជម្លោះព្រំដែនរវាងកម្ពុជានិងថៃក្នុងឆ្នាំ2025រួមមានអាស៊ានបានជួយសម្របសម្រួលការចរចានិងជំរុញឲ្យមានបទចម្បាញ់ម៉ាឡេស៊ីបានធ្វើជាម្ចាស់ផ្ទះនៃការចរចាសន្តិភាពសហគមន៍អន្តរជាតិរួមទាំងអង្គការសហប្រជាជាតិបានអំពាវនាវឲ្យភាគីទាំងពីរដោះស្រាយជម្លោះដោយសន្តិវិធីប្រទេសជាមិត្តមួយចំនួនបានលើកទឹកចិត្តឲ្យមានការចរចានិងគោរពច្បាប់អន្តរជាតិអង្គការមនុស្សធម៌មួយចំនួនបានជួយផ្នែកស្បៀងអាហារថ្នាំពេទ្យនិងការជួយសង្គ្រោះជនភៀសខ្លួនហើយសំណួរទាំងអស់នេះសុទ្ធតែជាសំណួរខ្លឹមក្នុងការយកមកសិក្សាស្រាវជ្រាវឬស្វែងយល់ទុកជាចំណេះដឹងព្រោះថាក្នុងពេលប្រឡងបាក់ឌុបហ្នឹងយើងមិនអាចដឹងថាសំណួរហ្នឹងចេញឬមិនចេញអញ្ចឹងមានតែយើងរៀនត្រៀមទុកប្រយុទ្ធនៅថ្ងៃខាងមុខនេះជូនបងប្អូនទាំងអស់គ្នាសម្រេចបានដោយក្តីបំណង